នេះជាការទះកំភ្លៀងដ៏ថ្លៃបំផុតក្នុងវិស័យសិល្បៈនៅយប់ថ្ងៃទី27ខែធ្នូឆ្នាំ2022ពិធីប្រគល់ពានរង្វាន់ Academy Awards លើកទី94បានប្រែក្លាយជាព្រឹត្តិការណ៍ដែលពិភពលោកទាំងមូលមិនអាចបំភ្លេចបានដោយសារតែការទះកំភ្លៀងមួយដ៏កក្រើកតារាសម្ដែងល្បីឈ្មោះ Will Smith បានដើរឡើងឆាកហើយក៏បានទះកំភ្លៀងតារាកំប្លែង Chris Rock បន្ទាប់ពី Chris Rock បានលេងសើចនឹងភរិយារបស់ Will Smith គឺ Jada Pinkett Smith ការទះកំភ្លៀងនេះមិនត្រឹមតែជាទង្វើហិង្សាប៉ុណ្ណោះទេប៉ុន្តែបានក្លាយជាប្រធានបទដ៏កក្រើកបំផុតក្នុងបណ្ដាញសង្គមនិងបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់ Will Smith Chris Rock បានលេងសើចអំពីសក់ត្រងោលរបស់ Jada Pinkett Smith ដោយនិយាយប្រៀបធៀបនាងនឹងតួអង្គក្បាលត្រងោលការនិយាយលេងនេះសំដៅទៅលើ Jada ដែលកោរសក់ដោយសារជំងឺ Alopecia គឺជាជំងឺជ្រុះសក់ដំបូងឡើយ Will Smith ហាក់ដូចជាសើចប៉ុន្តែបន្ទាប់ពីឃើញទឹកមុខរបស់ភរិយាដែលមិនសប្បាយចិត្តគាត់ក៏បានដើរយ៉ាងលឿនទៅកាន់ឆាកគាត់បានទះកំភ្លៀង Chris Rock យ៉ាងខ្លាំងហើយបានដើរត្រឡប់មកកន្លែងអង្គុយវិញដោយស្រែកថាកុំបើកមាត់ឯងនិយាយឈ្មោះប្រពន្ធអញឲ្យសោះការទះកំភ្លៀងនេះត្រូវបានចាត់ទុកថាជាកំហុសដ៏ធំមួយក្នុងអាជីពរបស់ Will Smith ក្រោយព្រឹត្តិការណ៍នេះ Will Smith ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Academy Awards ឬព្រឹត្តិការណ៍ផ្សេងៗទៀតដែលរៀបចំដោយ Academy of Motion Picture Arts and Science រយៈពេល10ឆ្នាំស្ទូឌីអូភាពយន្តជាច្រើនបានសម្រេចផ្អាកឬលុបចោលគម្រោងភាពយន្តដែលពួកគេមានបំណងសហការជាមួយ Will Smith គម្រោងដូចជា Bad Boys 4និងរឿងព្រេងនិងរឿងផ្សេងទៀតត្រូវបានពន្យាពេលតម្លៃរបស់ Will Smith ដែលធ្លាប់តែជាតារាដែលមានចរិតល្អសុភាពរាបសារនិងគ្រប់អ្នកដទៃបានក្លាយទៅជាខូចខាតយ៉ាងធ្ងន់ធ្ងរមនុស្សជាច្រើនបានរិះគន់គាត់ថាជាមនុស្សគ្មានការអត់ធ្មត់និងប្រាំអំពើហិង្សាគាត់បាននិយាយដោយខ្លួនឯងថាព្រឹត្តិការណ៍នេះបានធ្វើឲ្យគាត់មានអារម្មណ៍ថាមានវិប្បដិសារីយ៉ាងខ្លាំងគាត់បានសូមទោសជាសាធារណៈចំពោះ Chris Rock និងទស្សនិកជនទោះបីជាការទះកំភ្លៀងនេះមានរយៈពេលតែប៉ុន្មានវិនាទីក៏ដោយក៏វាបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងទៅលើជីវិតនិងអាជីពរបស់ Will Smith ព្រឹត្តិការណ៍នេះបានជាការរំលឹកមួយថាសូម្បីតែទង្វើមួយដែលមើលទៅដូចជាតូចតាចក៏អាចបណ្ដាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរហើយក៏បានបង្ហាញឲ្យឃើញថាតារាល្បីៗក៏មានការប្រឈមមុខនឹងកំហុសផងដែរ